នេះម្សៅអង្ករតើបងប្អូនពុកម៉ែបងប្អូនណាដែលស្រុកស្គាល់អត់ចានេះបបរដាក់ស្វាយរៀងចារសជាតិចាំមើលចាំភ្លក់រសជាតិទាំងអស់គ្នាឥឡូវបែបនេះណាបើយើងថាយើងស្ទើប្រៃយើងអាចដាក់ទឹកត្រីថែមទៀតឬក៏ដាក់សៀងថែមទៀតក៏បានហើយគឺយើងដាក់អីគេយើងដាក់ខ្លាញ់ដើម្បីលីងឥឡូវនេះយើងដាក់ស៊ីជ្រូកអឹងជើងជ្រូកចូលតែជើងជ្រូកនេះយើងស្រង់វាចេញឲ្យចេញក្លិនសាអីទៅយើងស្រង់វាឲ្យចាំឲ្យស្អាតសិនហើយយើងលេងហើយដាក់ជើងទៅใส่สุกម្រេចឆៃបើហើយនឹងគ្រឿងនេះជាហឺហើយប៊ីដាក់ចូលแล้วយើងបងការ៉ុតចូលណាផ្សិតបងតាមក្រោយការ៉ុតហើយនឹងឆៃថាវឲ្យវាងុំចូលជាតិគ្នានេះគ្រឿងទេសរបស់បបរដែលយើងត្រូវដាក់បន្ទាប់ពីបបរយើងឆ្អិនហើយចាជីយើងហាន់ហើយសណ្តែកបដោហើយនេះខ្ទឹមលីងសៀងម្រេចនេះម្សៅអង្ករតើបងប្អូនពុកម៉ែបងប្អូនណាដែលស្រុកស្គាល់អត់ខ្ញុំទំនឹកទី1ដែរទេហើយឥឡូវយើងសាក់បបរអ្នកស្វាយរៀងសាក់ហើយនឹងម្សៅអង្ករនេះចាំមើលពេលដែលបបររួចជាស្រេចតើរូបរាងរបស់បបរស្នាក់ស្វាយរៀងនោះបែបណាអូខេចាំទៅទស្សនាចាឥឡូវពុកម៉ែបងប្អូនយើងដាក់នេះចូលណាយើងដាក់គេហៅថាធ្វើពីអង្គអាហ្នឹងឈ្មោះចំអីគេបងបាញ់កាញ់អ្នកស្វាយរៀងបាញ់កាញ់វ៉ាវដំណងអត់បងប្អូនចាពុកម៉ែបងប្អូនដែលនេះគល់ខ្ទឹមណាអញ្ចឹងឥឡូវបបរយើងជិតពុះហើយគឺយើងដាក់គល់ខ្ទឹមចូលក្នុងឆ្នាំដាក់សណ្ដែក
តាមចំណងចំណូលចិត្តចាបន្ទាប់មកយើងដួសមកដាក់គ្រឿងមកបងខ្ញុំកាត់ចូល ចានេះបបដាក់ស្វាយរៀងចារសជាតិចាំមើលចាំភ្លក់រសជាតិទាំងអស់គ្នាឥឡូវបែបនេះណាចាបែបនេះណាតោះឥឡូវភ្លក់ណាចាននឹងហ្មងតែថ្ងៃនេះសុំញ៉ាំ2ចានហើយមិនញ៉ាំតែមួយចានទេគឺសុំញ៉ាំ2ចានបើយើងថាយើងស្ទើរប្រៃយើងអាចដាក់ទឹកត្រីថែមទៀតឬក៏ដាក់សៀងថែមទៀតក៏បាននេះនឹងដៃញ៉ាំអានេះសោះនេះអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូនាងខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតនាងខ្ញុំនឹងលើកយកនូវរីស៊ីពីប្លែកៗមកបង្ហាញជូនពុកម៉ែបងប្អូនទស្សនាជាបន្តបន្ទាប់ជម្រាបលា